ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះមកឆាបាយចាឲ្យអតិថិជនណាបងប្អូនចាអញ្ចឹងណាវីឆាបាយនេះគឺមានសាច់ក្រកចាហើយនឹងសាច់ជ្រូកបងប្អូនណាចាបងប្អូនចង់កំងសាច់គោក៏មានចាអញ្ចឹងណាវីមកគោះពងមាន់ពងទាចាវាយចូលគ្នាព្រោះឆាបាយនេះចំនួន5ប្រអប់ចាហើយណាមួយកូនស្រីពៅក៏ឃ្លានកូនប្រុសបងទី2ក៏ឃ្លានយើងឆាឲ្យច្រើនតែម្ដងទៅបងប្អូនណាចាអញ្ចឹងឆាបាយនេះណាវីប្រើពងទាលាយជាមួយពងមាន់ចំនួន5គ្រាប់តែម្ដងបងប្អូនណាវីយកមកក្លុកចាដាក់គ្រឿងទេបងប្អូនណាក្លុកដើម្បីយើងយកទៅចៀនចានៅលើចង្ក្រានដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់យើងដាក់ពីលើបាយបងប្អូនណាចាបងប្អូនចង់ដាក់ពងទាជាប់ភ្នៅក៏បានដែរតែបើធ្វើតាមអតិថិជនកំងនេះចាគឺឆ្ងាញ់តែម្ដងបងប្អូនណាអញ្ចឹងណាវីមកចាដាក់ចូលផ្ទះឲ្យបងប្អូនណាយើងឆាត្រឡប់ទៅច្រឡប់មកចាដើម្បីឲ្យពងទានឹងបែកចូលល្បាយតែមួយទៅចានេះបងប្អូនឃើញទេចាឆាទៅឆាមកឲ្យឆ្អិនមកបងប្អូនចាត្រឡប់ទៅត្រឡប់មកចាហើយណាវីក៏ដួសដាក់ចានបងប្អូនណាចាឆ្អិនហើយនេះឲ្យទៅសោះឲ្យពងទានឹងនៅបែកតូចប៉ុនកូនដៃបងប្អូនអីចឹងមកបងប្អូនណាចារសជាតិគឺឆ្ងាញ់បងប្អូន the best special smooth តែម្ដងបងប្អូនចានេះរសជាតិគឺឲ្យអួយបងប្អូនណាហើយបាយរបស់ណាវីដាំស្រួយល្មមឆ្ងាញ់តែម្ដងបងប្អូនហើយឆាបាយក្តៅបងប្អូនចាដើម្បីជូនអតិថិជនគាត់ពិសាទៅចាត្រូវមាត់ឆ្ងាញ់គាត់មកកំង5ប្រអប់ទៀតបងប្អូនណាចាឥឡូវយើងមកដាក់ប្រេងអូលីវចាណាវីប្រើតែបន្តិចបងប្អូនឆាបាយរបស់ណាវីអត់មានជាតិប្រេងទេបងប្អូនណាចាញ៉ាំទៅអត់ទ្រាំចាញ៉ាំទៅដឹងតែ special smooth the best ចាខ្ជុះស៊ីតែម្ដងបងប្អូននេះចាស្អាតអនាម័យជាចម្បងឥឡូវណាវីចាប់ផ្ដើមចាក់សាច់ក្រកជាមួយសាច់ជ្រូកបងប្អូនសាច់ក្រកមុននឹងយកមកលក់គឺណាវីស្ងោរចាចំអិនចារួចរាល់ហើយបានណាវីយកមកឆាចាឆាបាយឬក៏ចៀនដាក់បាយពើព្រឹកពើអីចឹងទៅបងប្អូនណាចាឥឡូវណាវីចាប់ផ្ដើមឆាត្រឡប់ទៅត្រឡប់មករសជាតិគឺឈ្ងុយពេញហាងតែម្ដងបងប្អូនចានេះមានខ្ទឹមសយើងបំពងមកបងប្អូនណាចារសជាតិគឺឲ្យអួយហ្មងចាហើយចាំយើងដាក់ស្លឹកខ្ទឹមតាមក្រោយគឺរសជាតិឆ្ងាញ់តែម្ដងបងប្អូនចាឥឡូវចាប់ផ្ដើមដាក់គ្រឿងណាវីប្រើប្រេងខ្យងទឹកស្អៀវម្សៅស៊ុបជាមួយនឹងស្ករសបងប្អូនណាដាក់រសជាតិមកល្មមឆ្ងាញ់ចានេះហើយចាប់ផ្ដើមឆាត្រឡប់ទៅត្រឡប់មកដាក់ប្រេងខ្យងតែម្ដងបងប្អូនណាចានេះឃើញទេចាចឹងផ្សំគ្រឿងនេះគឺត្រូវតែម្ដងចំនួនចាសាច់ក្រក3គ្រាប់ចាពងទា5គ្រាប់ហើយជាមួយសាច់ជ្រូកបងប្អូនណាសាច់ជ្រូកប្រហែលជា2ខាំចាបងប្អូនចានេះឈ្ងុយបងប្អូនអើយត្រឡប់ទៅត្រឡប់មកចាកូនប្រុសកូនលោកប្តីចាកូនប្រុសទី2ទី1ហ្នឹងគឺទី3ស្រីពៅហ្នឹងគឺគាត់ចូលចិត្តហ្នឹងបងប្អូនអញ្ចឹងនៅវិឆាបាយឲ្យច្រើនបន្តិចទៅចាយើងដាក់ដួសជូនភ្ញៀវចំនួន5ប្រអប់មកចាមកផ្ទះហ្នឹងគឺនៅសល់ពី3ចាន4ចានអញ្ចឹងទៅយើងដួសសម្រាប់ក្រុមគ្រួសារយើងអញ្ចឹងណាបងប្អូនចាអញ្ចឹងនេះចាចាប់ផ្ដើមឆាបងប្អូនណាចាណាវីប្រើទឹកម្ទេសរសជាតិបងប្អូនគឺឆ្ងាញ់ចាប់មាត់តែម្ដងនេះត្រឡប់ទៅត្រឡប់មកបងប្អូនណាឈ្ងុយលើឈ្ងុយចានេះសមមេឃតិចបន្តិចទៅបងប្អូនណាចាយើងញ៉ាំចាបាយឆានេះគឺมันបាច់ភ័យព្រួយថាញ៉ាំទៅមានខ្លាញ់រលោងមាត់អីទេសូរីណាវីប្រើប្រេងតែបន្តិចទេបងប្អូនណាចាញ៉ាំទៅដូចអត់មានជាតិប្រេងអូលីវចឹងបងប្អូនចាឥឡូវចាប់ផ្ដើមចាក់បាយចូលតែម្ដងបងប្អូនណាចានេះចាយើងជ្រុំទៅជ្រុំមកឲ្យចូលល្បាយតែមួយចាបងប្អូនឈ្ងុយបងប្អូនអើយរសជាតិចាគឺឆ្ងាញ់ខ្លាំងតែម្ដងកូននាងខ្ញុំឯងគឺចូលចិត្តណាស់មិនថាចាលោកប្តីកូនប្រុស2ស្រីពៅមួយនឹងទេចាដល់អញ្ចឹងទៅអតិថិជនគាត់មកភ្ជាប់ម្ដង2ប្រអប់5ប្រអប់អញ្ចឹងទៅគឺគាត់ជាប់ចិត្តដិតអារម្មណ៍តែម្ដងបងប្អូនណាចាហាងចាស់ស្វិន168បងប្អូនចាមានភេសជ្ជៈគ្រប់មុខមានលក់ម្ហូបក្រុមកំងគ្រប់មុខបងប្អូនណាចាខែត្រជាក់យើងលក់ចេកចៀនពិសេសត្រាវចៀនប្រឡងចៀនអីចឹងមកបងប្អូនចិត្តខែត្រជាក់ណាវីចាលក់តាមចារដូវកាលបងប្អូនណាចាហើយបាយឆាគឺនៅតែមានបាយមាន់បាយសាច់ជ្រូកអីគឺនៅតែមានបងប្អូនបាយសាច់មាន់អីចឹងទៅចាឲ្យតែបងប្អូនទ្រាំទ្រមានម្ហូបកំងមានកាហ្វេចាជាពិសេសកាហ្វេពងមាន់បងប្អូនបោកអ៊ុត168ទំនើបចាអរគុណបាយបាយជម្រាបលាជួបនៅវីដេអូក្រោយ